បាទសូមជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូថ្មីបាទហើយនៅក្នុងវីដេអូនេះដែរគឺខ្ញុំបាទនឹងចែករំលែកលម្អិតប្រាប់អ្នកទាំងអស់គ្នាអំពីវិធីធ្វើឬក៏វិធីកូរទឹកស្ករឲ្យត្រឹមត្រូវឈ្ងុយហើយឆ្ងាញ់សម្រាប់ដាក់ជាមួយនឹងភេសជ្ជៈដើម្បីលើកក្លិននិងដើម្បីឲ្យមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរបាទចំពោះរូបមន្តកូរទឹកស្ករនេះគឺយើងប្រើស្ករ1គីឡូទឹកចំនួនកន្លះលីត្រឬក៏600 ml ផងដែរហើយអ្វីដែលយើងមិនអាចភ្លេចបាននោះគឺស្លឹកតើយជាមួយនឹងអំបិលបាទដូច្នេះហើយវិធីធ្វើគឺបងប្អូនយកឆ្នាំងដាក់ក្នុងចង្ក្រានហើយបើកភ្លើងទៅហើយយើងចាក់ទឹកចូលដាក់ស្លឹកតើយអញ្ចឹងនៅពេលដែលយើងបើកភ្លើងយូរទៅទឹកវាចាប់ផ្ដើមពុះហើយអញ្ចឹងទឹកចាប់ផ្ដើមពុះតិចបងប្អូនចាប់ផ្ដើមរោយអំបិលដាក់ចូលបងប្អូនយើងយកអំបិលមកយើងដាក់អំបិលមកចាប់បានហើយព្រោះអំបិលដើម្បីជួយឲ្យលើកក្លិននិងវាឈ្ងុយផងដែររួចយើងធ្វើការកូរវាឲ្យសព្វល្អសិននៅពេលដែលបងប្អូនកូរសព្វល្អហើយទឹកពុះហើយគឺបងប្អូនចាប់ផ្ដើមបន្ថយហ្គាសបន្តិចសិនរួចសូមយើងដាក់ស្ករសចំនួន1គីឡូចូលបាទស្ករសយើងចាក់1គីឡូចូលតែម្ដងបាទចំពោះទឹកស្ករដែលយើងធ្វើស្ករ1គីឡូទឹក600 ml ឬក៏កន្លះលីត្រនេះគឺយើងបានចំនួនទឹកស្ករចំនួនប្រហែលជា1លីត្រដែរបាទបងប្អូនអរគ្នាបន្ទាប់ពីយើងដាក់ស្ករចូលរួចរាល់អស់ហើយគឺបងប្អូនធ្វើការកូរកុំទាន់បើកភ្លើងខ្លាំងយើងបើកភ្លើងតិចរួចយើងធ្វើការកូរវាឲ្យសព្វសិនកូរវាឲ្យសព្វល្អសិនកូរវាឲ្យរលាយស្ករហ្នឹងចូលទៅក្នុងទឹកបាទអញ្ចឹងបងប្អូនអាចមើលតាមក្នុងវីដេអូជាក់ស្ដែងបានគឺយើងធ្វើការកូរស្ករឲ្យវារលាយចូលជាមួយនឹងទឹករួចរាល់អស់ហើយមកគឺមើលទៅគឺវាចិត្តចាប់ផ្ដើមរលាយចូលហើយចំពោះវិធីធ្វើទឹកស្ករនេះគឺវាសំខាន់ណាស់សម្រាប់បងប្អូនដែលធ្វើជាភេសជ្ជៈបាទពីព្រោះថាបើសិនបើយើងកូរវាមិនបានត្រឹមត្រូវទេវាធ្វើឲ្យស្កររបស់យើងខ្លោចវាធ្វើឲ្យស្កររបស់យើងឡើងក្រាមហើយមួយទៀតនៅពេលដែលយើងដាក់ជាមួយភេសជ្ជៈទៅគឺវាអត់ឈ្ងុយទេបាទពីព្រោះថារាល់ភេសជ្ជៈទាំងអស់គឺយើងធ្វើការត្រូវតែលួចទឹកស្ករបន្តិចបាទលួចទឹកស្ករអញ្ចឹងភេសជ្ជៈជាច្រើនយើងធ្វើការលួចទឹកស្ករដោយយើងមិនបានប្រើទៅលើតែទឹកដោះគោមួយមុខទេគឺយើងត្រូវជំនួយទឹកស្ករផងដែរអញ្ចឹងទឹកស្ករគឺវាសំខាន់ណាស់បើសិនបើបងប្អូនកូរវាមិនបានត្រឹមត្រូវមិនបានល្អទេវាអាចជារាវវាអាចជាខ្លោចវាអាចជាឡើងក្រាមផងដែរបាទអញ្ចឹងបងប្អូនអាចមើលតាមវីដេអូជាក់ស្ដែងបានគឺវាចាប់ផ្ដើមរលាយចូលគ្នាបន្តិចម្ដងហើយបាទអញ្ចឹងនៅពេលដែលវារលាយចូលគ្នាបន្តិចម្ដងហើយគឺយើងអាចធ្វើការទៅឡើងភ្លើងបានបាទត្បិតតែវារលាយបែបនេះមែនក៏ប៉ុន្តែយើងអត់អាចយកជីកាបានទេគឺយើងត្រូវធ្វើការតម្លើងភ្លើងម្ដងទៀតបាទព្រោះស្ករយើងកូររលាយមែនប៉ុន្តែវាអត់ទាន់បាន100%ចូលជាតិទេអញ្ចឹងនៅពេលដែលយើងតម្លើងភ្លើងវាតិចមកគឺវាចាប់ដើមឡើងក្រាមមកហើយបាទអញ្ចឹងយើងត្រូវរំលាយក្រាមនឹងចេញបាទកុំឲ្យដល់ពេលយើងដាក់ភេសជ្ជៈទៅវាមានជាប់កាក់ស្ករកាក់អីបងប្អូនអរគ្នាបាទនេះវាចាប់ដើមបាទយើងចាប់ដើមតម្លើងភ្លើងទៅក៏វាឡើងទៅជាដូចទឹកដោះគោបាទនេះចាប់ដើមពពុះហើយបាទពពុះនេះគឺវាចាប់ដើមឲ្យវាពពុះអញ្ចឹងបងប្អូនអរគ្នាតម្លើងភ្លើងខ្លាំងឲ្យវាពពុះហើយនៅពេលវាចេញពពុះអស់ហើយទឹកស្ករហ្នឹងគឺវាចាប់ដើមឡើងថ្លាវិញហើយបាទអញ្ចឹងបងប្អូនអាចពិនិត្យមើលតាមជាក់ស្ដែងបាននៅពេលដែលវាពុះរួចរាល់ហើយគឺយើងចាប់ផ្ដើមបន្ថយភ្លើងហើយនឹងកូរវាឲ្យចូលជាតិគ្នាមកវិញបាទគឺវាចាប់ផ្ដើមនេះបាទគឺវាឡើងថ្លាអញ្ចឹងមានន័យថាស្ករហ្នឹងគឺវារលាយចូលសព្វល្អហើយយើងកូរបានត្រឹមត្រូវបងប្អូនគឺអត់ខុសទេគឺកូរត្រឹមត្រូវតែម្ដងបាទអញ្ចឹងវីដេអូចែករំលែកនៃការធ្វើទឹកស្ករមានតែប៉ុណ្្នឹងប៉ុន្តែអ្វីដែលបងប្អូនមិនអាចភ្លេចបានគឺមិនភ្លេចកុំភ្លេចតែម្ដងគឺកុំភ្លេចដាក់ស្លឹកតើយជាមួយនឹងអំបិលបាទអញ្ចឹងយើងបានទឹកស្ករដ៏ឈ្ងុយឆ្ងាញ់បាទគឺចេញបែបនេះបាទអញ្ចឹងវីដេអូនេះមានតែប៉ុណ្្នឹងសូមអរគុណសម្រាប់ការតាមដានជួបគ្នានៅវីដេអូក្រោយ